ទស្សនីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពីរបៀបដើម្បីដោះស្រាយ YouTube AdSense ដែលវាអត់ approve បើសិនជាវាអត់ approve គឺយើងអាចទៅ step បន្ទាប់ទៀតដើម្បីស្នើសុំរកលុយបានទេអញ្ចឹងខ្ញុំនឹងបង្ហាញអំពីគន្លឹះខ្លះៗក្នុងការដោះស្រាយបញ្ហាដែលខ្ញុំធ្លាប់តែមើលហើយវាទទួលបានជោគជ័យផងដែរឥឡូវនេះកុំឲ្យខាត់ពេលយូរយើងទៅតាមដានទស្សនាទាំងអស់គ្នា Let's go អញ្ចឹងពេលដែលយើងដល់ YouTube Studio របស់យើងចុចពាក្យ Change Association ហ្នឹងមកដើម្បីយើងបដូរទៅAdSense ដែលយើងមានស្រាប់ឬក៏យើងបង្កើត AdSense ថ្មីមួយទៀតនិយាយទៅគឺ Gmail ថ្មីផ្សេងមួយទៀតកន្លែងនេះវាឲ្យយើង verify ថាពិតជាយើងមែនឬក៏អត់សិនណាចឹងយើងចុចកន្លែងប៊ូតុង next ហ្នឹងទៅហើយពេលយើងចុចហើយវានឹងឲ្យយើងបំពេញនៅ password របស់យើងហើយចឹងអ្នកទាំងអស់គ្នាបំពេញ password របស់យើងរៀងៗខ្លួនទៅពេលដែលបំពេញបានត្រឹមត្រូវហើយគឺយើងអាចចូលមកដល់កន្លែង page ហ្នឹងវិញវានឹងសួរយើងហើយចឹងនៅក្នុងនោះវាមាន2 step គឺយើងមាន yes ហើយនិង no ចឹងបើ yes យើងយក account មានស្រាប់កន្លែងហ្នឹងគឺយើងយក no មកដើម្បីទៅបង្កើត link ជាមួយនឹង AdSense មួយទៀតហើយយើងចុច continue ទៅហើយតោះមកយើងអត់យក Gmail ចាស់ទេគឺយើងយក Gmail ថ្មីបើមិនយើងយក Gmail ចាស់វានឹងនៅតែ error ដដែលណាកន្លែងហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាទៅយក email ថ្មីហើយនឹង account ថ្មីរបស់អ្នកទាំងអស់គ្នាមកដាក់ចូលបង្កើតមកដើម្បីបង្កើត AdSense ចេញពី account email ថ្មីវិញពេលដែលអ្នកទាំងអស់គ្នាចុចហើយយើងចុច cancel ហើយនឹង skip តាមហ្នឹងទៅហើយកាលហ្នឹងយើងយក Cambodia មកហើយយើងអូវាទៅហើយយើងចុចកន្លែង have read and accept the agreement ហ្នឹងទៅហើយយើងចុច set up account ហ្នឹងទៅគឺវាបានហើយកន្លែងហ្នឹងក៏យើងមើលច្បាស់ព័ត៌មានថាយើងយកប្រទេសកម្ពុជាបានត្រឹមត្រូវហើយយើងចុចលើពាក្យ set up account ហ្នឹងមកអញ្ចឹងកន្លែងហ្នឹងវាឲ្យយើង verify យើង continue ទៅដោយសារឥឡូវវារៀងតឹងជាងមុនអញ្ចឹងវាត្រូវការយើង verify ច្រើនតង់កន្លែងនេះយើងអាច verify ជាមួយ QR code ក៏បានឬក៏លេខទូរស័ព្ទក៏បានដែរហើយចំពោះករណីនេះខ្ញុំ verify ជាមួយ QR code មានន័យថាយើងចុច scan នៅទូរស័ព្ទរបស់យើងយើងយកវិធីមួយណាក៏បានដែរនឹងលើភាពងាយស្រួលហើយនឹងជម្រើសរបស់អ្នកទាំងអស់គ្នាដែរអញ្ចឹងពេលវាចេញ QR code មកយើង scan នៅទូរស័ព្ទរបស់យើងទៅហើយពេលដែល scan ហើយវាសួរយើងបញ្ជាក់នៅទូរស័ព្ទពេលយើងចុច continue វានឹង load automatic នៅក្នុង screen ដូចដែលបានបង្ហាញអ្នកទាំងអស់គ្នាអញ្ចឹងបន្តមកទៀតវានឹងចូលទៅដល់ page customer information មានព័ត៌មានរបស់យើងថ្ងៃនេះអ្នកទាំងអស់គ្នាកែក៏បានមិនកែក៏បានដោយសារពេលដែលត្រូវមានលុយក្នុង AdSense នឹងខ្លះយើងអាចនឹងមកកែពេលក្រោយទៀតក៏បានដែរអីទេតែចំពោះកន្លែងនេះខ្ញុំចេះតែដាក់សិនទៅជាខ្សែឋានឈ្មោះcity និង postal code លេខទូរស័ព្ទអីចឹងអ្នកទាំងអស់គ្នាអាចបំពេញតាមនឹងទៅបានប៉ុន្តែចំពោះអ្នកទាំងអស់គ្នាយើងត្រូវបំពេញខ្សែឋានផ្ទាល់របស់អ្នកទាំងអស់គ្នាអញ្ចឹងហើយខ្ញុំបើសិនជាយើងបដូរវាអញ្ចឹងមកដល់ step នេះវាប្លែកពីមុនតិចដែរគឺវាទៅឲ្យយើងបំពេញលេខទូរស័ព្ទភាសាទៀតអញ្ចឹងយើងបំពេញលេខទូរស័ព្ទអីក៏បានដែរដើម្បីឲ្យវា verify មកកាន់លេខទូរស័ព្ទរបស់យើងផ្ញើសារមកកាន់លេខទូរស័ព្ទរបស់យើងហើយយើងបញ្ជាក់លេខហ្នឹងទៅគឺចប់ហើយយើងចុច send ទៅអញ្ចឹងពេលបានលេខកូដហើយយើងចុច submit ទៅគឺរួចរាល់ហើយក្រោយនេះគឺវានឹងឲ្យយើងគេនឹង review ព័ត៌មានរបស់យើងហើយនឹងយើងចុចកន្លែងពាក្យ redirect to YouTube ទៅវានឹងចូលទៅកាន់ YouTube Studio របស់យើងហើយអញ្ចឹងអ្នកនរគ្នាឃើញនៅក្រហមឡើយវាអត់ refresh ចាំមើលតិចទៀតវានឹង refresh ពេលដែលវា refresh វានឹងចេញកន្លែងហ្នឹងគឺ in progress វិញនេះឃើញវា refresh អញ្ចឹងឡើងវាចេញ in progress ហើយថ្ងៃស្អែកខ្ញុំនឹងថតវាភាសាទៀតដើម្បីបញ្ជាក់ដល់អ្នកថាវាពិតជាបានជោគជ័យមែននេះគឺខ្ញុំ refresh ភាសាទៀតថ្ងៃបន្តទៀតគឺឃើញវាដានហើយអញ្ចឹងពេលវាដានវានឹងចូល step ទី3 automatic ហើយអញ្ចឹងសូមអរគុណដល់អ្នកនរគ្នាចំពោះការតាមដានទស្សនាកុំភ្លេចឲ្យជួយ subscribe ផងបាយបាយ